ប្រទេសកម្ពុជាជាប្រទេសដែលកំពុងស្ថិតក្នុងសម័យកាលបរិវត្តកម្ម Digital ដ៏សំខាន់មួយទន្ទឹមនឹងនេះដែរប្រទេសកម្ពុជាផ្ដល់ការវិនិយោគយ៉ាងច្រើនទៅលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍រួមទាំងរដ្ឋាភិបាល Digital រហូតដល់បញ្ញាសិប្បនិម្មិតដែលរដ្ឋាភិបាលចាត់ទុកទាំងនេះជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចនិងនវានុវត្តន៍ប៉ុន្តែតើការផ្លាស់ប្ដូរនេះពិតជាមានការចូលរួមពីគ្រប់ gender ដែរឬទេនៅក្នុងវីដេអូខ្លីនេះយើងនឹងនាំអ្នកឲ្យស្គាល់ពីបរិវត្តកម្ម Digital នៃប្រទេសកម្ពុជាយើងនឹងស្វែងយល់ពីគោលនយោបាយនិងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍នាពេលបច្ចុប្បន្នដោយផ្ដោតជាពិសេសលើសមភាព gender ឯកសារនេះមានគោលបំណងផ្ដល់នូវបរិបទនិងអនុសាសន៍ដ៏មានតម្លៃតាមរយៈការពិនិត្យមើលបញ្ហាប្រឈមដែលស្ត្រីបានជួបប្រទះនិងឱកាសដើម្បីពង្រឹងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ដែលឆ្លើយតបទៅនឹងសមភាព gender នៅក្នុងប្រទេសកម្ពុជាគោលដៅរបស់យើងគឺមិនត្រឹមតែបង្ហាញអំពីវឌ្ឍនភាពនោះទេប៉ុន្តែថែមទាំងធានាថារាល់ជំហាននៃបរិវត្តកម្ម Digital នឹងផ្ដល់អត្ថប្រយោជន៍ដល់មនុស្សស្មើៗគ្នាក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម Digital កម្ពុជាឆ្នាំ2021-2035 និងសេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីបញ្ញាសិប្បនិម្មិត2025-2030ទទួលស្គាល់ថាសមភាព gender និងការរួមបញ្ចូល gender ជាវិស័យអាទិភាពទន្ទឹមនឹងនេះដែរប្រទេសកម្ពុជាក៏បានដាក់គ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍ Digital ដែលឆ្លើយតបទៅនឹងសមភាព gender ផងដែរនៅក្នុងទស្សនវិជ្ជាជាក់ស្ដែងនៅក្នុងវិស័យការងារផ្នែក ICT និង AI នាពេលបច្ចុប្បន្នស្ត្រីភាគច្រើននៅមិនទាន់មានឱកាសក្នុងការឈរតួនាទីជាអ្នកដឹកនាំបាននៅឡើយទេដោយតំណែងដឹកនាំភាគច្រើនសុទ្ធសឹងជាបុរសបញ្ហាប្រឈមមួយចំនួនដែលយើងអាចសង្កេតមើលឃើញថាជាឧបសគ្គដល់ស្ត្រីរួមមានការជ្រើសរើសបុគ្គលិកដែលមានភាពលំអៀងទៅលើ gender ណាមួយកង្វះភាពបត់បែននៅក្នុងការប្រព្រឹត្តទៅនៃការងារប្រចាំថ្ងៃនិងភាពមិនស្មើគ្នាក្នុងការងារថែទាំដែលមិនមានប្រាក់កម្រៃដែលមានដូចជាការងារមើលថែទាំគ្រួសារចិញ្ចឹមបីបាច់កូនឬថែទាំផ្ទះសម្បែងជាដើមចឹងនៅពេលដែលយើងធ្វើការនៅក្នុងបរិបទដែលបរិបទច្រើនជាស្ត្រីមានការគិតបែប overthinking នៅពេលដែលយើងនៅក្នុង field ហ្នឹងយើងត្រូវ adapt ខ្លួនដើម្បីធ្វើមិនថាឲ្យយើងធ្វើទៅកុំឲ្យមានបញ្ហាការដែលទាស់សម្ដីគ្នាបើយើងសង្កេតទៅមើលតួលេខវិញនៅឆ្នាំ2024និស្សិតស្រីមានចំនួនត្រឹមតែ 16.68% នៃនិស្សិតបញ្ចប់ការសិក្សាលើមុខវិជ្ជាទាក់ទងទៅនឹងបច្ចេកវិទ្យាកត្តានេះនាំឲ្យស្ត្រីដែលវិវត្តខ្លួនក្នុងជំនាញទាក់ទងនឹងបច្ចេកវិទ្យាកម្រិតខ្ពស់និង AI មានចំនួនតិចតួចបាទពីមុនមកគឺសិស្សនារីនៅ Techno នេះគឺតិច 10% ឥឡូវឡើងដល់ 30% បុគ្គលិកគ្រូបង្រៀនអ្នកស្រាវជ្រាវជានារីនេះក៏កើនឡើងដែរអញ្ចឹងខ្ញុំសង្ឃឹមថាអ្វីដែលយើងកំពុងអនុវត្តដូចជាការផ្ដល់អាហារូបករណ៍សម្រាប់សិស្សនារីជាពិសេសការមានកន្លែងស្នាក់នៅអញ្ចឹងខ្ញុំសង្ឃឹមថាសិស្សនារីនឹងបានកើនឡើងហើយអានេះជាអ្វីដែលរដ្ឋាភិបាលលោកចង់បានដោយឡែកប្រសិនបើយើងក្រឡេកមើលទៅលើវិស័យពាណិជ្ជកម្មវិញវេទិកា Digital កំពុងបើកឱកាសថ្មីៗជាច្រើននៅក្នុងការធ្វើជំនួញនៅក្នុងវិស័យពាណិជ្ជកម្មមានស្ត្រីចំនួន 54% ដែលជាម្ចាស់សហគ្រាសធុនមីក្រូនិង 44% ជាម្ចាស់សហគ្រាសធុនតូចនិងមធ្យមនៅប្រទេសកម្ពុជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឬ e-commerce មានចំនួន 27.6% នៃប្រាក់ចំណូលអាជីវកម្ម Digital ចំនួន$470 លានអាមេរិករបស់កម្ពុជានៅក្នុងឆ្នាំ2019ពាណិជ្ជកម្ម Digital ជាវិស័យដែលកំពុងរីកធំធាត់យ៉ាងឆាប់រហ័សប៉ុន្តែការទទួលបានហិរញ្ញវត្ថុការណែនាំនិងបច្ចេកវិទ្យាទំនើបនៅតែមានភាពមិនស្មើគ្នាជាពិសេសសម្រាប់ស្ត្រីនៅជនបទនិងស្ត្រីដែលមានពិការភាព They can only reach the full potential if they include women in this development. So the idea here really is to integrate women to make sure that these countries can reach their full potential. On the other hand, we also see risks and challenges in digital transformation that affect women differently from men. Examples for this would be deepfakes or other forms of online gender-based violence. តាមរយៈការសិក្សាស្រាវជ្រាវយើងសង្កេតឃើញថាឧបសគ្គធំៗដែលជាទស្សនវិជ្ជារួមមានគម្លាតនៃជំនាញ Digital ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានគមនាគមន៍និងព័ត៌មានកម្រិតខ្ពស់លទ្ធភាពក្នុងការទិញឧបករណ៍និងតភ្ជាប់ Digital បទដ្ឋាន gender ដ៏រឹងមាំនិងការទទួលខុសត្រូវនៃការងារថែទាំដែលមិនបានប្រាក់កម្រៃលទ្ធភាពទទួលបានឬចូលរួមសម្រាប់ជនដែលមានពិការភាពនៅមានកម្រិតប្រព័ន្ធទិន្នន័យនៅមានកម្រិតដោយគ្មានសូចនាករបែងចែកភេទនិងជនដែលមានពិការភាពស្របពេលដែលយើងបានបើកបង្ហាញពីបញ្ហាប្រឈមឱកាសនៅតែមានការបដិញ្ញាចិត្តខាងនយោបាយយ៉ាងមុតមាំការពង្រីកសេវាកម្មរដ្ឋាភិបាល Digital និងតម្រូវការកើនឡើងសម្រាប់ជំនាញបញ្ញាសិប្បនិម្មិតជាតិអាចជួយកាត់បន្ថយគម្លាតបានកម្ពុជាអាចសាងសង់អនាគត Digital ប្រកបដោយបច្ចេកវិទ្យា Gender ជាមួយនឹងការអន្តរាគមន៍ដែលមានគោលដៅជាក់លាក់នៅ GIZ Cambodia របស់យើងវិញគឺយើងមានគម្រោងមួយដោយគម្រោងនោះផងដែរយើងផ្ដោតទៅលើថាតើធ្វើម៉េចដើម្បីជួយពង្រឹងនិងលើកកម្ពស់បន្ថែមជាពិសេស
គឺទៅដល់ថ្នាក់ដឹកនាំស្ត្រីដែលនៅក្នុងវិស័យសាធារណៈដោយបញ្ជ្រាបសមភាព gender នៅក្នុងគោលនយោបាយ digital អញ្ចឹងខ្ញុំសង្ឃឹមថាគម្រោងមួយនេះពេលបញ្ចប់ទៅគឺយើងអាចផ្ដល់ជាគោលនយោបាយមួយដែលជួយលើកកម្ពស់សមភាព gender នៅក្នុងប្រទេសកម្ពុជារបស់យើង តាមរយៈការវិភាគកន្លងមកយើងមើលឃើញថាប្រទេសកម្ពុជាមានគោលនយោបាយច្បាស់លាស់ហើយពេលនេះជាពេលដែលសមស្របដែលកម្ពុជាត្រូវផ្លាស់ប្ដូរពីគោលការណ៍ទៅជាសកម្មភាពដែលបង្កប់ដោយសមភាព gender ការចូលរួមបញ្ចូលពិការភាពនិងសង្គមបច្ចុប្បន្នទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍវិស័យ ICT និង AI ពីព្រោះបរិវត្តកម្ម digital គឺអាចជោគជ័យបានប្រសិនបើមានការចូលរួមពីគ្រប់គ្នា